បាទសម្រាប់គ្រឿងសង្ហារឹមបើសិនជាយើងចង់បានទីមួយសោភ័ណភាពស្អាតងាយស្រួលប្រើប្រាស់យើងត្រូវឆ្លងកាត់ការគូប្លង់ការ design ដែលបានគិតគូរផ្ដោតទៅលើការប្រើប្រាស់ជាចម្បងជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះខឹមលៀងហួរខ្ញុំបាទឈ្មោះឈឿនហួរដែលថ្ងៃនេះនាងខ្ញុំមកនិយាយអំពីស្នាដៃជីវប្រវត្តិបទពិសោធន៍របស់លោកគ្រូពីសួរលោកគ្រូសូមលោកគ្រូជួយណែនាំខ្លួនបាទជំរាបសួរបងប្អូនបាទលោកគ្រូឈ្មោះហងច័ន្ទរក្សាចុះសប្តាហ៍ថ្ងៃលោកគ្រូប្រកបមុខរបរដែលលោកគ្រូបាទសប្តាហ៍ថ្ងៃគ្រូមានមុខរបរ2ដែលធ្វើជាប្រចាំបាទទី1គឺគ្រូបរិញ្ញាទី2គឺធ្វើគ្រឿងសង្ហារឹមចាលោកគ្រូចុះលោកគ្រូលោកគ្រូបញ្ចប់ការសិក្សានៅសាលាណាដែរលោកគ្រូបាទសម្រាប់ការសិក្សាលោកគ្រូបញ្ចប់ការសិក្សាថា Master នៅជាឋានស៊ីតិចផ្នែកជំនាញប្លង់និងរចនាចុះលោកគ្រូបរិញ្ញានៅស៊ីតិចចាំពីឆ្នាំណាដល់ឆ្នាំណាលោកគ្រូបាទសម្រាប់ការបរិញ្ញាគឺគ្រូទំចូលទេប្រហែលជាបាន7ឆ្នាំគឺចុងឆ្នាំ2024ចាលោកគ្រូលោកគ្រូសមិទ្ធផលដែលលោកគ្រូគិតថាលោកគ្រូមានមោទនភាពជាងគេនៅក្នុងវិស័យនេះលោកគ្រូអាចជួយบอกមកបាទសមិទ្ធផលដែលគ្រូគិតថាជោគជ័យសម្រាប់គ្រូគឺគ្រូអាចបង្កើតអាជីវកម្មមួយដោយខ្លួនឯងដោយមិនចាំបាច់ចូលហ៊ុនឬក៏ពឹងពាក់បាទទៅលើទ្រព្យសម្បត្តិរបស់ឪពុកម្ដាយបាទតែលោកគ្រូមានបញ្ហាអ្វីដែរដែលលោកគ្រូបានជួបហើយពេលបង្កើតស្នាដៃហ្នឹងលោកគ្រូបានដោះស្រាយវាដូចមិនដេចបាទសម្រាប់បើនិយាយពីមុខរបរគឺបញ្ហាច្រើនមែនទែនជាពិសេសពេលដែលយើងចាប់ផ្ដើមបាទទី1គឺដើមទុនបាទទី2គឺជំនាញបច្ចេកទេសហើយនឹងការគ្រប់គ្រងមនុស្សហើយនឹងការរកទីផ្សារអញ្ចឹងសម្រាប់ដើមទុនសម្រាប់គ្រូអត់មានបានកើតជាក្នុងគ្រួសារដែលធូរធារអីទេអញ្ចឹងដំបូងពេលដែលចប់ការសិក្សាគឺគ្រូចូលធ្វើការប្រហែលជា5ឆ្នាំហើយក៏យើងអាចសន្សំបានបទពិសោធន៍ជាមួយនឹងបាទគឺដើមទុនមួយចំនួនដែលបានមកពីប្រាក់ខែយើងហ្នឹងបាទអញ្ចឹងយើងមានទាំងបទពិសោធន៍យើងមានទាំងដើមទុនខ្លះដែលយើងអាចបាទបង្កើតអាជីវកម្មមួយដោយខ្លួនឯងលោកគ្រូអញ្ចឹងនៅក្នុងវិស័យខាងដេគ័រតើដើម្បីទទួលបានគ្រឿងសង្ហារឹមដែលរឹងមាំហើយស្រស់ស្អាតតើយើងត្រូវដោតទៅលើអ្វីខ្លះដែរលោកគ្រូបាទសម្រាប់គ្រឿងសង្ហារឹមបើសិនជាយើងចង់បានទី1សោភ័ណភាពស្អាតងាយស្រួលប្រើប្រាស់យើងត្រូវឆ្លងកាត់ការគូប្លង់ការ design ដែលបានគិតគូរផ្ដោតទៅលើការប្រើប្រាស់ជាចម្បងបាទអាហ្នឹងសម្រាប់ការភាពស្រស់ស្អាតហើយនឹងស្រួលប្រើប្រាស់ហើយបើភាពរឹងមាំដូចជាមិនសូវជាបញ្ហាទេដោយសារ material យើងសពថ្ងៃសិតតែ material ដែលល្អៗដែលគេនាំចូលមកបាទហើយតាក់ទងមួយបច្ចេកទេសជាងបច្ចុប្បន្នក៏អត់សូវជាបញ្ហាដែរដោយសារពួកគាត់យល់ដឹងច្រើនចុះលោកគ្រូសម្រាប់លោកគ្រូមានមុខរបរពីរអញ្ចឹងលោកគ្រូមានផលបាក់អ្វីខ្លះលោកគ្រូបាទសម្រាប់ផលវិបាកគឺសំខាន់គឺពេលវេលាដែលជន់គ្នានឹងឧទាហរណ៍ថាយើងមាន schedule ច្បាស់លាស់ពីសាលាថាត្រូវបរិញ្ញាម៉ោងប្រមាណនៅថ្ងៃណាខ្លះហើយតនេថ្ងៃណាខ្លះប៉ុន្តែដល់ពេលមុខរបរយើងវាអត់ខុសអីពីអ្នកលក់ដូរទេអញ្ចឹងយើងអត់ដឹងថាភ្ញៀវគាត់មកទិញយើងគាត់មករកសេវាកម្មយើងនៅពេលណាទេអញ្ចឹងអ្វីដែលសំខាន់គឺពេលដែលជន់គ្នាហើយពេលជន់គ្នាក៏យើងនៅតែអាចធ្វើបានដែរដោយសារយើងអាចគ្រប់គ្រងជាងពីចម្ងាយបានប៉ុន្តែក៏វាមិនស្រួលដូចដែលយើងធ្វើដោយខ្លួនឯងផ្ទាល់ដែរបាទអញ្ចឹងផលបាក់គឺនៅត្រង់ដែរគឺជន់ការងារគ្នាចាលោកគ្រូចឹងលោកគ្រូតើលោកគ្រូបរិញ្ញាស៊ីតិចហ្នឹងលោកគ្រូបរិញ្ញាមុខវិជ្ជាអ្វីខ្លះដែរលោកគ្រូបាទបច្ចុប្បន្នគ្រូបរិញ្ញាមាន3មុខវិជ្ជាបាទមុខវិជ្ជាទី1គឺ MM ដែលយើងហៅពាក្យពេញគឺ model making បាទទី2គឺ DM បាទពាក្យពេញគឺ design material បាទហើយទី3
គឺ FPD បាទគឺ Furniture Product Design ចឹងត្រឡប់ទៅមុខវិជ្ជាទី1គឺយើងផ្ដោតទៅលើមូលដ្ឋាននៃការកាត់ម៉ាកែតបាទគឺធ្វើគំរូជាกระดาษបាទធ្វើជា master plan អ្វីមួយចឹងទៅឬក៏ជាគ្រឿងសង្ហារឹមអីដែលធ្វើពីกระดาษបាទអាចกระดาษស្ដើងឬក៏กระดาษក្រាស់បាទអញ្ចឹងមុខវិជ្ជា MM គឺយើងផ្ដោតទៅលើกระดาษបាទហើយមុខវិជ្ជាទី2គឺបាទ DM ណា DM ហ្នឹង design material បានន័យថាយើងសិក្សាពី material ទាំងខាងក្នុងទាំងខាងក្រៅបើនិយាយសរុបរួមគឺបាទគឺគ្រឿងសំណង់ដែលតុបតែងខាងក្រៅថាមានអីខ្លះរបស់ណាយើងគួរប្រើនៅទីតាំងណារបស់ណាយើងមិនគួរប្រើអញ្ចឹងបានន័យថាយើងរៀនតាំងពីបាទខាងក្នុងខាងក្រៅតាំងពីក្រោមដល់លើដំបូងនៅលើ project យើងមួយបាទហើយមុខវិជ្ជាទី3គឺ FPD បានន័យថា Furniture Product Design ហ្នឹងគឺយើងផ្ដោតទៅលើគ្រឿងសង្ហារឹមបាទមានតុទូកៅអីចង្ក្រានបាទទូសម្លៀកបំពាក់អីចឹងទៅបាទដែលយើងផ្ដោតទៅលើការបច្ចេកទេសក្នុងការកាត់តម្លើងហើយនិងការ design ចុះលោកគ្រូសម្រាប់មុខវិជ្ជាទាំង3ហ្នឹងតើលោកគ្រូគិតថាវាអាច apply ទៅលើការងារឬមុខរបរប្រចាំថ្ងៃបានដែរខ្លះលោកគ្រូបាទសម្រាប់គ្រូការគ្រូធ្លាប់រៀនគឺមុខវិជ្ជាកាត់ម៉ាកែតនេះសំខាន់ដោយសារទី1លោកគ្រូអ្នកគ្រូគាត់នឹងដាក់ការងារឲ្យយើងធ្វើដូចជាយើងគូប្លង់បាទយើងគូប្លង់ហើយបានយើងកាត់ម៉ាកែតអញ្ចឹងកាលណាយើងគូប្លង់បានន័យថាពេលដែលគូហើយយើងត្រូវតែធ្វើឲ្យប្លង់ហ្នឹងដើម្បីដឹងថាវាខុសឬក៏ត្រូវអញ្ចឹងពេលដែលយើងធ្វើឧទាហរណ៍ថាយើងគូប្លង់ផ្ទះមួយយើងមិនអាចចាប់ផ្ដើមទៅដំបូងទៅសង់ផ្ទះមែនទេនេះអញ្ចឹងយើងត្រូវធ្វើវាជាម៉ាកែតសិនណាពេលដែលយើងធ្វើទៅវាសមអត់កាត់ទៅវាត្រូវអត់វាតោះខុសត្រង់ណាយើងកែនៅលើម៉ាកែតយើងហើយយើងមកសម្រួលនៅលើប្លង់មុននឹងយើងយកទៅសាងសង់ទៅលើទីតាំងពិតប្រាកដចុះលោកគ្រូតើលោកគ្រូបានមានបទពិសោធន៍ស្នាដៃអ្វីខ្លះបាទសម្រាប់បទពិសោធន៍គ្រូឆ្លងកាត់ការធ្វើការបាទ5ឆ្នាំហើយនឹងរកខ្លួនឯងដូចជា4ឆ្នាំដែរបាទអញ្ចឹងយើងអាចនិយាយបានថាជិត10ឆ្នាំឬក៏10ឆ្នាំអញ្ចឹងបើនិយាយពីបទពិសោធន៍ច្រើនតាក់ទងមួយបទពិសោធន៍ធ្វើដេកតាមផ្ទះមិនថាចង្ក្រានបាយបាទបន្ទប់គេងទទួលភ្ញៀវបាទដែលបើនិយាយពីគម្រោងធំវាច្រើនគ្រូធ្លាប់ធ្វើការធ្លាប់ធ្វើនៅSmart Shop គ្រប់សាខាបាទដូចជានៅ Hong Kong Land បាទនៅ Smart Shop ស្ទឹងមានជ័យហើយនឹងតាមបណ្ដាខេត្តមួយចំនួនទៀតតាក់ទងជាមួយ shop របស់ក្រុមហ៊ុន Smart ហើយនឹងតាក់ទងជាមួយការផ្សព្វផ្សាយដូចជាធ្វើ billboard បាទlive box live អីទៅតាមដងវិថីអីហ្នឹងបាទគឺmìnhធ្វើរបៀបអញ្ចឹងបាទហើយបើមុខរបរខ្លួនឯងវាច្រើនធ្វើតាមហាងតាមអីនេះអាចទេព្រោះយើងក៏មិនជាក្រុមហ៊ុនអីធំដែរអញ្ចឹងលោកគ្រូតើកត្តាអ្វីខ្លះដែលជំរុញឲ្យលោកគ្រូជ្រើសរើសរៀនជំនាញនេះហើយនឹងធ្វើការជំនាញនេះបាទសម្រាប់ការរើសជំនាញដោយសារគ្រូមានដងខាង design ពីក្មេងដោយសារយើងពីទូចយើងចូលចិត្តគូររូបហើយចូលចិត្តច្នៃរបស់របរអីដែលប្លែកៗដូចយើងកាត់ម៉ាកែតពេលដែលយើងរៀនដែរអញ្ចឹងដល់ពេលចប់បាក់ឌុបមកគ្រូក៏ចេះស៊ើបសួរតាមមិត្តភ័ក្តិទៅថាយើងបកកែខាងហ្នឹងតែយើងគួររៀនជំនាញអីដែលវាតាក់ទងមួយចំណងចំណូលចិត្តរបស់យើងហើយក៏គេណែនាំថាយើងខាងប្លង់ខាងរចនាអីចឹងទៅហើយណាមួយទីផ្សារក៏វាសម្បូរដែរទៅលើការងារហ្នឹងហើយក៏គេណែនាំមកវិជាឋានយើងហ្នឹងបាទហើយសម្រាប់ដូចនៅសាលាយើងនេះគឺយើងរៀនច្រើនមុខជំនាញមែនតើបាទច្រើនមុខជំនាញតែច្បាស់ឆ្ងល់ហើយហេតុអីបានគ្រូយកមុខជំនាញធ្វើគ្រឿងសង្ហារឹមបាទអញ្ចឹងនេះវាតាក់ទងជាមួយនឹងការងារដំបូងរបស់គ្រូដោយសារពេលដែលគ្រូ apply ការងារទៅដំបូងគឺជាប់ខាងធ្វើគ្រឿងសង្ហារឹមអញ្ចឹងធ្វើពីមួយឆ្នាំទៅមួយឆ្នាំពីមួយកន្លែងទៅមួយកន្លែងគ្រូរើសតាផ្នែកសង្ហារឹមនឹងមួយមុខឯងដោយសារចង់ផ្ដោតទៅលើវាតែមួយមុខឲ្យច្បាស់ទៅលើជំនាញមួយហ្នឹងបាទអញ្ចឹងបានគ្រូរើសជំនាញធ្វើគ្រឿងសង្ហារឹមហ្នឹងមកដល់សប្តាហ៍ហើយក៏បង្កើតជាមុខរបរបន្តទាំងបាទអញ្ចឹងគ្រូគាត់ចង់តាមទៅនិស្សិតបាទឬក៏សិស្សយើងដែលគាត់មុននឹងរើសមុខជំនាញគាត់គួរតែបានន័យថាគាត់អាចនឹងស្គាល់ខ្លួនឯងសិនថាគាត់ចូលចិត្តអ្វីបាទគាត់ចង់រៀនអ្វីហើយគាត់ពូកែអ្វី
បាទកុំឃើញតាមមិត្តភ័ក្តិឬក៏តាមការណែនាំឬក៏ឃើញតាមវីដេអូនេះឃើញថាគ្រូធ្វើទៅបាទគ្រូអាចដំណើរការបានរលូនអីចឹងគិតថាចង់ធ្វើអាហ្នឹងដែរទាំងដែលយើងអត់មានទំនោរទៅខាងហ្នឹងក៏អត់កើតដែរបានន័យថាពេលដែលយើងរៀនទៅគឺយើងរៀនអត់ប្រកែបានអីក៏យើងខាតពេលវេលាដែរខាតលុយកាក់និងពេលវេលាអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវដឹងថាខ្លួនឯងចង់ធ្វើអីចង់រៀនអីអាហ្នឹងទីផ្សារគឺយើងគិតតាមក្រោយព្រោះពេលដែលយើងរៀនចប់ទីផ្សារវាអាចប្រែប្រួលទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ជាចុងក្រោយយើងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះហើយនិងសូមអរគុណលោកគ្រូដែលបានចំណាយពេលវេលាមានតម្លៃសម្រាប់វីដេអូនេះ